ទូអាវុធជាច្រើនគ្រាប់កម្លាំងព្រមត្តនកម្រិតធ្ងន់ជិះប្រដេញតាមខត់ជនសង្ស័យពាក់ព័ន្ធករណីលួចកាច់កម៉ូតូយ៉ាងសកម្មកម្លាំងសមត្ថកិច្ចព្រមត្តនកម្រិតធ្ងន់បានផ្ទុះអាវុធជាច្រើនគ្រាប់ខណៈជិះប្រដេញចាប់បានជនសង្ស័យម្នាក់ដែលជាមុខសញ្ញាកាច់កម៉ូតូពីប្រជាពលរដ្ឋយ៉ាងសកម្មករណីខាត់បានជនសង្ស័យខាងលើនេះដែរកើតឡើងនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យផ្លូវ271ក្នុងសង្កាត់ស្ទឹងមានជ័យ2ខណ្ឌមានជ័យរាជធានីភ្នំពេញវេលាម៉ោង 8:30 នាទីយប់ថ្ងៃទី3ខែមីនាឆ្នាំ2026បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថាដោយទទួលបានបណ្ដឹងពីប្រជាពលរដ្ឋកម្លាំងសមត្ថកិច្ចព្រមត្តនកម្រិតធ្ងន់បានធ្វើការតាមស្រាវជ្រាវរកក៏ប្រទះឃើញជនសង្ស័យខាងលើកំពុងតែជិះម៉ូតូនៅលើផ្លូវ2004ភ្លាមនោះដែរសមត្ថកិច្ចក៏បានជិះប្រដេញពីក្រោយរហូតខណៈជនសង្ស័យដឹងខ្លួនក៏ជិះរត់យ៉ាងលឿនឆ្ពោះមកផ្លូវ271រហូតមកដល់ក្រោមស្ពានអាកាសស្ទឹងមានជ័យសមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ទើបខាត់បានជនសង្ស័យម្នាក់រួមវត្ថុតាងម៉ូតូ Dream Song មួយគ្រឿងបញ្ជូនទៅស្នងការក្រុងបច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចកំពុងតែធ្វើការសួរនាំនិងកសាងសំណុំរឿងបញ្ជូនបន្តចាត់ការតាមនីតិវិធីច្បាប់រាយការណ៍ពីនាងខ្ញុំចន្ទ្រា TV5 Online News